ួស្តីខ្ញុំដេនីជាអ្នកសម្របសម្រួលនៅម្ដុលប្រចាំតំបន់នៃរដ្ឋ California មិនថានេះជាលើកទី1ដែលអ្នកចង់ធ្វើផែនការជីវិតផ្ទាល់ខ្លួនឬក៏គ្រាន់តែចង់កែសម្រួលថ្មីនោះទេវានៅតែជារឿងស្មុគស្មាញជានិច្ចដូច្នេះថ្ងៃនេះពួកយើងមកជួយគ្នាក្នុងការស្វែងយល់និងត្រៀមខ្លួនតោះទៅមើលថ្ងៃប្រជុំ IPP របស់ Steven ថ្ងៃនោះសម្លេងក្នុងចិត្តនិងបង្គោលច្បងនៃផែនការរបស់គេក៏ទទួលបានការឆ្លើយតបយ៉ាងសមបំណងតោះទៅមើលថា Steven គេធ្វើយ៉ាងម៉េចខ្លះគេមកហើយនៅមកដល់ហើយអគុណប៉ាអរុនសួស្តីគ្រួសារខាវរីខ្ញុំវិននីម៉ាខូសូខ្ញុំជាអ្នកសម្របសម្រួលសេវាកម្មថ្មីលើសេវាកម្មពេញវ័យរបស់ Steven ខ្ញុំមកដើម្បីណែនាំពីដំណើរការ IPP របស់ពួកអ្នកអូខេយើងចាប់ផ្ដើមទៅ Steven តើមានសំណួរអីអត់តើនោះគឺជាអ្វីអូក្តាររូបភាពសម្រាប់ទំនាក់ទំនងជាមួយអ្នកកោថ្លង់ខ្ញុំត្រូវប្រើវាសម្រាប់ការប្រជុំ IPP នារសៀលនេះអូតើបងគ្រប់គ្រងមនុស្សប្រមាណអ្នកដែរលើពី60នាក់ហើយម្នាក់មានគោលដៅនិងតម្រូវការផ្សេងគ្នាហើយខ្ញុំឲ្យសិភៅផែនការជីវិតនេះទៅឯងដើម្បីឲ្យគិតពីអ្វីដែលខ្លួនចង់បានតែឯងបានបំពេញក្នុងសិភៅនេះហើយនៅរួចហើយយើងបំពេញរួចអស់ហើយអូខេល្អខ្លាំងណាស់មែនប៉ុន្តែនេះជាផែនការដ៏អស្ចារ្យណាស់ម៉ាន់ខូសូតើលោកបានអានវាអស់ឬនៅគឺការ៉ាស់ពួកយើងមែនយើងនឹងរៀបចំវាឲ្យ Steven អាប៉ាតមិនដ៏ស្រស់ស្អាតមួយជាមួយនឹងទូរទស្សន៍ដ៏ធំនិងទូទឹកកកត្រូវទេកូនប្រុសបាទប៉ុន្តែហើយគេក៏ចាប់ផ្ដើមការងារថ្មីដែរអូ Steven បានប្រាប់រឿងនេះដែរខ្ញុំមែនប៉ុន្តែគេនឹងធ្វើការក្រុមហ៊ុន design កែលម្អទីធ្លាថ្មីមួយខ្ញុំមិនចង់ធ្វើវាទេហេទៅណានឹងកូនប្រុសប្រហែលជាគេចង់សម្រាកបន្តិចមិនក៏មិនឲ្យខ្ញុំនិយាយជាមួយគេបងសម្លាញ់មើលនេះណែអូនជួយបំពេញឲ្យគេទេប្រហែលជាគេធ្វើខ្លួនឯងហើយខ្ញុំចង់នៅផ្ទះដែលមិនមែនជាផ្ទះរបស់ប៉ាម៉ាក់តែក៏មិនមែននៅម្នាក់ឯងទេគឺនៅផ្ទះជិតក្រុងខ្ញុំចូលចិត្តកីឡានៅសាលាខ្ញុំជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ប៉ារបស់ខ្ញុំប៉ុន្តែខ្ញុំចូលចិត្ត baseball ជាងចឹងខ្ញុំធ្វើខុសនឹងកូនខ្ញុំហើយគ្រាន់តែគេមិនចង់រស់នៅជាមួយយើងមិនបានន័យថាយើងធ្វើបាបទេអត់ទេគឺរឿង baseball ហ៎ឈប់ទៅស្កតយើងធ្លាប់មើលថែគេគ្រប់យ៉ាងតែពេលនេះយើងភ្លេចគិតថាគេធំហើយមែនអញ្ចឹងទើបគេស្រាប់តែរត់គេចេញគេពិតជាចង់នៅឆ្ងាយពីផ្ទះពិតមែនហ៎មិនដឹងទេតែបើគេចង់យើងក៏ធ្វើមិនបានដែរទាល់តែគេសាកសិនបានហើយរឿងគេទៅគេសម្រេចចុះកូនសំឡាញ់កូនមិនអីទេម៉ាក់ប៉ាខ្ញុំដឹងថាម៉ាក់ប៉ាបារម្ភខ្ញុំស្រឡាញ់ប៉ាម៉ាក់ប៉ុន្តែឯងធ្វើបានហើយខ្ញុំបានបំពេញផែនការខ្លួនឯងខ្ញុំមិនប្រាប់ប៉ាម៉ាក់ព្រោះខ្ញុំមិនចង់ឲ្យប៉ាម៉ាក់ខូចចិត្តយើងដឹងឯងជ្រុះអានេះអូខេអលអិតនិយាយពីផែនការរបស់ឯងទៅប៉ាមិនខឹងទេហ៎ប្រកាសណាស់កូនសំឡាញ់នេះជាគម្រោងនឹងជីវិតឯងតោះនាំគ្នាមកអូខេ Steven ចាប់ផ្ដើមពីណាតើរឿងផ្ទាំងល្អទេក៏បានតាក់ទងនឹងផ្ទះមជ្ឈមណ្ឌលជួយរកជាជំរឿសឲ្យឯងហើយចង់នៅជាមួយអ្នកពិការភាពក៏បានអ្នកធម្មតាក៏បានម្នាក់ឯងក៏ទៅបានដែរខ្ញុំក៏ចង់បានកន្លែងផ្ទាល់ខ្លួនដែរតែ Steven ឯងថាមិនចង់នៅម្នាក់ឯងខ្ញុំយល់ហើយតើកន្លែងណាដែលមិនធ្វើឲ្យឯងយល់ថាឯកាទៅខ្ញុំចូលចិត្តចេញក្រៅពេលថ្ងៃជាមួយមិត្តភ័ក្តិខ្ញុំម៉ាយ៉ាជាមួយនឹង Dexter ម៉ាយ៉ាជាមួយនឹង Dexter ពួកគេដូចជានៅ Sunny Oak អ្នកទទួលសេវាពីមជ្ឈមណ្ឌលយើងខ្លះក៏រស់នៅទីនោះដែរណាដឹងទេពួកគេនៅទីនោះមែនខ្ញុំចង់នៅទីនោះដែរខ្ញុំទៅសិនថាគេនៅសល់កន្លែងដែរទេពិតជាល្អខ្លាំងណាស់បងអញ្ចឹងបងកត់វាទុកផងមិនគូសូកន្លែងបែបនោះមានតម្លៃយ៉ាងម៉េចដែរចាំស្ដាប់ណា SSI របស់ Steven រ៉ាប់រងថ្លៃចំណាយភាគច្រើនហើយនៅសល់គឺមជ្ឈមណ្ឌលចេញទេមិនបាច់ចាយលុយហៅប៉ៅរបស់ខ្លួនឯងទេគិតមិនដែរកូនប្រុសនេះទើបដូចជាផែនការវាគឺជាផែនការជីវិតផ្ទាល់ខ្លួនថែមទៀតផងមែនហើយរឿងបន្ទាប់ការងារអត់ design ទេអីមែនទេត្រូវថ្ងៃនេះ Steven បានបញ្ចេញសម្លេងអំពីតម្រូវការរបស់ខ្លួនបូកទាំងការចូលរួមពីឪពុកម្ដាយរបស់គេទៀតធ្វើឲ្យវនីសួរសំណួរកាន់តែស៊ីជម្រៅវាងាយនឹងវាយតម្លៃថាជារឿងសំខាន់សម្រាប់ IPP របស់គេផែនការជីវិតអ្នកគឺត្រូវចេះផ្ដោតទៅលើមនុស្ស
វាគោរពទៅតាមគំនិតអ្នកនិងមនុស្សសំខាន់ជុំវិញខ្លួនតែសំខាន់គម្រោងចុងក្រោយត្រូវស្របតាមសម្លេងនៅក្នុងចិត្តអ្នកចាំណាអ្នកត្រូវចេះផ្ដោតទៅលើមនុស្សគ្រប់យ៉ាងដែលគ្រប់គ្នាធ្វើគឺដើម្បីបុគ្គលសំខាន់ដូចជាអ្នកតែម្នាក់ប៉ុណ្ណោះ